số bong បាទ ហ្នឹងហើយខ្ញុំឮថាបងកាលពីមុនឈឺច្រើនណាឈឺលក្ខណៈដេកលើកន្ទេលងើបមិនរួចហើយស្រាប់តែបងជាវិញបងបានថ្នាំអីហូបបងស្រាប់តែជាភុលហឹលហល់មកបំរើកងតបបានវិញបងបានថ្នាំអីហូប អូថ្ងៃនេះខ្ញុំឈឺច្រើនរស់ឆ្នាំគ្រប់តែឆ្នាំងផងពេទ្យផងដល់ដូចថាវាមិនត្រូវដឹងប៉ុន្តែដល់ពេលខ្ញុំស្រាវជ្រាវថាមានតានេះក៏ប្រាប់ខ្ញុំថាអូនឲ្យសាកថ្នាំមើលបដូលពេជ្ររុំក្បាលហើយ អូបដូលពេជ្រ បាទបដូលពេជ្ររុំក្បាល អូយកមកពត់ក្បាលយើងហ្នឹង ពត់ក្បាលមកជុំហើយយើងមកហាន់ ហាន់ ហើយ បាទ យកមកហាលថ្ងៃបើមកហាលថ្ងៃយើងមិនទាន់ទេហាន់ហើយយើងមកយកមកបុកមកបុកអត់ខ្ទេចប៉ុនយើងស្មានអមមកឡាព្រាលាយមួយទឹកឃ្មុំប៉ុន្តែមកឡាព្រាយើងធ្លួយមិនបានដីក្រប អូច្បាស់នេះឡាព្រាយើងបែងចែកចេញជា3ណោះ ជា3ថ្មីលាយមួយទឹកឃ្មុំយើងមិនចែកឲ្យបានជា3គ្រាប់ បាទបាទហ្នឹងយើងសម្រាប់ហូបមួយថ្ងៃ3ដងអញ្ចឹងហ៎ ថ្ងៃ3ដងព្រឹកម្ដងថ្ងៃម្ដង ល្ងាចម្ដង ហ្នឹង អូអញ្ចឹងក្នុងមួយស្លាបព្រាយើងបែងទៅមិនចែកចេញជា3 ហ្នឹងអានឹងឆ្នាំគេថាពឹសនឹងរស័យអាឆ្នាំចុកអាដូចថាគេថាស្ពាតជាហៀងខ្លួនណា ហ្នឹងហើយខ្ញុំឃើញបងឯងក្នុងឈឺងើបអត់រួចទេងើប ហើយលើកដៃហូបបាយមិនរួចផងខ្ញុំដាក់ដល់ហូបបាយដាក់ក្នុងក្របលើកដៃរួចមក បាទទេទៅបកែបដូរពេជ្រតែល្វីងតិចហើយ ដឹងថាអានឹងរោគខ្ញុំដឹងថារោគបងប្អូនគាត់តែដូចខ្ញុំឬក៏បាទនឹងស៊ីសងសាកហ្នឹងបើខ្ញុំសាកខ្ញុំជាតែឡូវអញ្ចឹងណាឆ្នាំ ទេខ្ញុំមិននឹកស្មានថាបងឯងជាទេកាលនោះខ្ញុំឃើញអើយដេកងើបមិនរួចគ្រាលេងងើបបត់ជើងក៏ប្រពន្ធគ្រាកូនចៅគ្រា បាទឆ្នាំបារាណយើងហ្នឹងឆ្នាំបារាណយើងចំហើយ ហើយតែបដូលពេជ្រតែមួយមុខណោះ ដូរពេជ្រមួយលីមួយទឹកឃ្មុំ បាទមួយទឹកឃ្មុំពីរមុខទឹកឃ្មុំបាទយកមកសូនមួយទឹកឃ្មុំណោះ មួយទឹកឃ្មុំហ្នឹងបាទ ឆ្លូននិយាយអញ្ចឹងបើប៉ិនកូនដៃវាស្មើនឹងប៉ិនកូនដៃហ្នឹងអញ្ចឹង ហើយចុះមកឡាប់ព្រាយើង បែងជា3ស្មើប៉ិនកូនដៃហ្នឹងបាទហើយបាយហូបជាតែស្មើនឹងមែនណោះ ជាតែឡូវ ម៉ែកាលនឹងឈឺដល់កូនចៅគ្រាអីគេខ្ញុំថាទៅហើយបាទហើយហ្នឹងកាលនឹង ទេ អូឆ្នាំតាមពិតបដូលពេជ្រប្រកែពុកម៉ែបងប្អូន បាទ ប៉ុន្តែក៏ល្វីងបន្តិចតទ្រាំ បាទអានេះខ្ញុំដកតបតជាតែឡូវ បាទមើលសុខភាពពុកម៉ែបងប្អូន បាទ2008មកឡូវ ហើយគាត់បម្រើតបដល់ស្មើនឹងអត់តន់សល់ធន់នេះពុកម៉ែបងប្អូនអើយបងឥឡូវបញ្ជូនប្រហែលហ្នឹងបង 58ខ្ញុំ58 បាទមើលឥឡូវសុខភាពគាត់មើលសាច់គាត់លុកមកក្រឹបវិញកាន់ឈឺឡើងស្លេកហើយប្រពន្ធកូនមើលថែដេកកទេលបត់ជើងក៏ប្រពន្ធកូនលើកទៅបត់ជើងបាយហូបអីក៏ប្រពន្ធបញ្ចុកដែរលេងតែបដូលពេជ្រសុតពុកម៉ែបងប្អូនហើយឥឡូវមកបម្រើតបវិញបានទៀតបាទអញ្ចឹងអរគុណបងដែលបានចូលរួមចែករំលែកនៅចំណេះដឹងជូនប្រជាពលរដ្ឋខ្មែរយើងមើលណាបាទជូនពរបងសុខសប្បាយនឹងអាយុវែងបាទ បានសំកប់អស់